ដូច្នេះវាបានធ្វើឲ្យកូនចៅចំនួនក្រោយរបស់សៀមតែងតែគិតថាទឹកដីរបស់កម្ពុជាគឺជាដែនអធិបតេយ្យភាពរបស់ខ្លួននេះគឺជារឿងដ៏គួរឲ្យខ្មាស់អៀនបំផុតបងប្អូនកាលពីម្សិលមិញត្រូវជាថ្ងៃទី16ខែតុលាឆ្នាំ2025និស្សិតថៃប្រជាជនថៃនិងអង្គការសម្ព័ន្ធមិត្តនានានៅក្នុងប្រទេសថៃបានធ្វើការទៅតវ៉ានៅមុខស្ថានទូតកម្ពុជានៅប្រចាំប្រទេសថៃដោយពួកគេចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការជំលះប្រជាជនកម្ពុជាចេញពីតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យព្រោះគេជឿជាក់ថាទឹកដីទាំងពីរភូមិនោះគឺជាដែនអធិបតេយ្យភាពរបស់ប្រទេសសៀមបងប្អូនសូម្បីតែសកម្មភាពដ៏គួរឲ្យខ្មាស់អៀនបែបនេះក៏ប្រជាជនសៀមអាចធ្វើទៅរួចដែរខ្ញុំនៅតែមិនមានភាពភ្ញាក់ផ្អើលទេចំពោះការធ្វើបាតកម្មក៏ដូចជាការទាមទារផ្សេងព្រោះដោយសារតែប្រទេសសៀមមិនមានប្រវត្តិសាស្ត្រដែលជាការពិតនិងត្រឹមត្រូវនោះទេប្រវត្តិសាស្ត្ររបស់ប្រទេសសៀមគឺជាប្រវត្តិសាស្ត្រក្រុមអ្នកជំនាន់មុនរបស់សៀមធ្វើការសរសេរនិពន្ធឡើងទៅតាមការតម្កល់ផលប្រយោជន៍របស់ប្រទេសសៀមពោលគឺមិនសរសេរទៅតាមការពិតនៃប្រវត្តិសាស្ត្រនោះឡើយដូច្នេះវាបានធ្វើឲ្យកូនចៅចំនួនក្រោយរបស់សៀមតែងតែគិតថាទឹកដីរបស់កម្ពុជាគឺជាដែនអធិបតេយ្យភាពរបស់ខ្លួននេះគឺជារឿងដ៏គួរឲ្យខ្មាស់អៀនបំផុតចំណុចនេះបានបញ្ជាក់ថាប្រជាជនសៀមមិនមានចំណេះដឹងទាក់ទងជាមួយនឹងប្រវត្តិសាស្ត្រពិតនោះទេពោលគឺចេះតែឈូឆរផ្អើលតាមគ្នាទៅតាមប្រវត្តិសាស្ត្រคล้ายៗដែលអ្នកចំនួនមុនរបស់ខ្លួនបានសរសេរទុកឲ្យតែប៉ុណ្ណោះហើយវាគឺជារឿងដ៏គួរឲ្យអាម៉ាស់និងគួរឲ្យខ្មាស់គេបំផុតនៅពេលដែលដូនតារបស់ខ្លួនតែងតែសរសេរប្រវត្តិសាស្ត្រคล้ายៗហើយធ្វើឲ្យកូនចៅចំនួនក្រោយមានការយល់ច្រឡំមកដល់ចំណុចនេះខ្ញុំចង់ឲ្យកូនចៅសៀមចំនួនក្រោយធ្វើការសិក្សាអំពីប្រវត្តិសាស្ត្រពិតប្រាកដម្លោះអ្នកមិនខាតពេលវេលាទៅបាតកម្មហាលថ្ងៃហាលខ្យល់ឬក៏និយាយស្រែកអាឡូអាឡាធ្វើឲ្យខ្មាស់គេពេញបណ្ដាញសង្គមនៅក្នុងសតវត្សទី21នោះទេអរគុណបងប្អូនជម្រាបលា